សួស្តីហ្វេនទាំងអស់គ្នាថ្ងៃនេះខ្ញុំរៀបចំខ្លួនដើម្បីចេញទៅថត MV បទថ្មីហើយនៅក្នុងថ្ងៃនេះគឺខ្ញុំបានឆ្លៀតឱកាសបានជា2ទៅ3ទៅ4នាទីដើម្បីបង្ហាញជូននៅការ set ម៉ូដសក់ថ្មីរបស់ខ្ញុំបាទនៅក្នុងបទថ្មីហើយនៅក្នុងការបង្ហាញជូននៅក្នុងថ្ងៃនេះគឺខ្ញុំនឹងរើសយកម៉ូដសក់បែបលើកបញ្ឈរហៅថា shaky style ដែលម៉ូដនេះគឺជាម៉ូដសក់ដែលពេញនិយមសម្រាប់យុវវ័យទាំងអស់គ្នាគាត់តែងតែពេញចិត្តជាមួយនឹងការធ្វើម៉ូដសក់បែបមួយនេះហើយចំពោះការធ្វើម៉ូដសក់លើកបញ្ឈរបែប shaky style នេះគឺយើងនឹងជ្រើសរើសជាមួយនឹង Gatsby Styling Wig Ultimate Shaky ហើយយើងទស្សនាទាំងអស់គ្នាពីភាពងាយស្រួលនៅក្នុងការ set ម៉ូដសក់ជាមួយនឹង Gatsby Styling Wig ចំពោះជំហានដំបូងយើងនឹងជ្រើសរើសនៅ wig ណាមួយដើម្បីឲ្យស័ក្តិសមជាមួយនឹងម៉ូដសក់របស់យើងត្រូវការហើយចាប់ wig បន្តិចបរិមាណសមល្មមដាក់ទៅលើបាតដៃរួចញីសក់បន្ទាប់ពីញីសក់ហើយយើងចាប់ច្បូតទៅលើសក់ដោយយើងចាប់ពីកូនសក់ដោយប្រើដៃទាំងពីរស្រាក់ឡើងទៅលើបែបនេះសម្រាប់ខាងគៀនយើងពង្រៀបដើម្បីឲ្យវាមើលមកមានភាពធ្វើឲ្យមានភាពលេចធ្លោនៅផ្នែកខាងលើសក់បន្ទាប់ពីយើងជ្រងសក់យើងឲ្យឡើងបញ្ឈរឡើងហើយយើងអាចចាប់រមូលដុំដើម្បីឲ្យវាចេញបែបស្រួយមើលទៅមានភាពតាក់ទាញមួយកម្រិតទៀតបន្ទាប់ពីចាប់រមូលនៅផ្នែកខាងលើហើយចេញជាលក្ខណៈដុំរួចហើយយើងនឹងបាននៅម៉ូដសក់ដ៏ទាន់សម័យមួយឃើញទេក្នុងរយៈពេលដ៏ខ្លីខ្ញុំអាចបង្ហាញជូនក៏ដូចជាបង្ហាញនៅការធ្វើម៉ូដសក់ជាមួយនឹង Gatsby Styling Wig Ultimate Shaky អរគុណ fan ទាំងអស់គ្នាដែលទស្សនាជាមួយនឹងវីដេអូនៅក្នុងការធ្វើម៉ូដសក់របស់ខ្ញុំបាទហើយសង្ឃឹមថាបងប្អូនក៏ដូចជា fan ទាំងអស់គ្នានឹងរងចាំទស្សនានៅការបង្ហាញជូនក៏ដូចជាคลิปវីដេអូថ្មីដែលខ្ញុំបាននឹងបង្ហាញជូននៅក្នុងការ set ម៉ូដសក់ជាមួយនឹង Gatsby Styling Wig ប្រភេទផ្សេងផងដែរអរគុណជួបគ្នានៅក្នុងពេលក្រោយ